ជម្រាបសួរនិងសួស្តីទៅកាន់អ្នកទស្សនាទាំងអស់គ្នាដែលជា fan កម្មមុខរបស់ page នេសាទហើយយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយនៅក្នុងវីដេអូដែលពាក់ព័ន្ធទៅនឹងការនេសាទបាទស្វែងរកចំណីអាហារដែលនៅក្បែរផ្ទះដោយមិនចាំបាច់ចំណាយប្រាក់ទៅទិញពីផ្សារហើយដូចដែលខាងដើមវីដេអូដែលបងប្អូនបានឃើញដូច្នេះដែរគឺបាទយើងថ្ងៃនេះគឺយើងទៅរកត្រីទាំងអស់គ្នាបាទហើយការរកត្រីរបស់យើងគឺយើងធ្វើការដាក់សន្ទូចបាទហើយការដាក់សន្ទូចនេះដែរគឺយើងត្រូវមានសន្ទូចបាទយ៉ាងហោចណាស់ក៏មួយសាងដែរមួយសាងបើយើងរាប់ជាផ្លែវាចូលខ្ទង់50ផ្លែដែរបងប្អូនហើយជាក់ស្ដែងយើងមានសន្ទូចចំនួន3សាងផងដែរដើម្បីរាយកាត់វាលស្រែហើយយើងធ្វើការបិទនុយដោយយើងប្រើនុយចិនលេនបងប្អូនណានុយចិនលេនអ្នកខ្លះគេអាចហៅថានុយដីហើយដូចដែលបងប្អូនបានដឹងអញ្ចឹងមករយៈនេះគឺភ្លៀងខ្លាំងមែនតើបងប្អូនណាភ្លៀងស្ទើរតែរាល់ថ្ងៃអញ្ចឹងធ្វើឲ្យកម្ពស់ទឹកនៅតាមវាលស្រែគឺមានការកើនឡើងជាលំដាប់ហើយកាលណាតទឹកឡើងខ្លាំងបាទគឺត្រីចាប់ផ្ដើមជ្រួលជ្រើមែនតើបាទតាមវាលស្រែបាទវាលស្រែវាលស្រូវហ្នឹងគឺទឹកស្ទើរតែលិចចង់ស្រូវទៅហើយបងប្អូនមើលដូចតែក្នុងវីដេអូអញ្ចឹងពេលយប់គឺត្រីចាប់ផ្ដើមដើរច្រើនមែនតើបាទត្រីដើរចេញរកស៊ីសត្វល្អិតស៊ីសម្ោចបាទដែលវាតោងទៅនឹងដើមស្រូវហើយក្នុងការរាយសន្ទូចនេះដែរគឺយើងអាចប្រើនុយបានច្រើនប្រភេទដែរប៉ុន្តែនុយដែលពេញនិយមជាងគេនៅស្រុកយើងហ្នឹងគឺទី1គឺនុយកង្កែបបាទនុយកង្កែបគឺយើងបិទអ្នកខ្លះបិទទាំងរស់បាទតែមើលទៅតែដូចសាហាវពេកអញ្ចឹងយើងអត់ប្រើនុយកង្កែបទេគឺយើងប្រើនុយចន្លេនវិញហើយការប្រើនុយចន្លេនហ្នឹងក៏មួយយ៉ាងដែរប៉ុន្តែអ្នកខ្លះគាត់អត់ចូលចិត្តចន្លេនទេបើកាលណាតែគាត់ដឹងថាអូត្រីហ្នឹងបាទបានពីការដាក់សន្ទូចហើយសន្ទូចនឹងបិទប្រើនុយចន្លេនគាត់អត់ហ៊ានហូបត្រីហ្នឹងទេបាទអ្នកខ្លះក៏គាត់រើសអើងប្រភពត្រីដែលយើងយកមកពីណាយើងធ្វើអីបានអញ្ចឹងណាហើយជាក់ស្ដែងបងប្អូនឃើញមានត្រីច្រើនមែនទែនដែលជាប់សន្ទូចហើយជាប្រភេទបាទភាគច្រើនជាត្រីអណ្ដែងហើយត្រីស្រែបាទត្រីអណ្ដែងហ្នឹងគឺល្អមែនទែនបាទសាច់ឡើងធាត់មែនទែនតែអត់សូវធំប្រហែលទេវានៅក្នុងកម្រិតមួយមធ្យមហើយពាក់ព័ន្ធនឹងការរាយសន្ទូចនេះដែរបាទកាលពីក្មេងគឺយើងខ្វះបច្ចេកទេសមែនទែនបើខ្ញុំសម័យឃើញថាកាលពីខ្ញុំដើរដាក់សន្ទូចម្នាក់ឯងកាលពីក្មេងគឺខ្ញុំមិនមានឧបករណ៍គ្រប់គ្រាន់ទេបាទសូម្បីតែនុយចន្លេនដែលយើងបិទនឹងផ្លែសន្ទូចយើងអត់មានឧបករណ៍ដូចកន្ត្រៃសម្រាប់កាត់ទេគឺយើងភាគច្រើនប្រើឫស្សីបាទឫស្សីដែលយើងជាពីដើមមកគឺមុតបាទអញ្ចឹងយើងប្រើអានឹងធ្វើជាកំបិតសម្រាប់កាត់ចន្លេនហើយមួយវិញទៀតគឺយើងអត់ប្រើលុបទេពីមុនមកយើងអត់មានលុបប្រើទេលុបសម្រាប់ដួសត្រីអ្នកខ្លះគេហៅលុបបាទស្រុកខ្ញុំគេហៅលុបអ្នកខ្លះគេហៅស្អីផ្សេងខ្ញុំអត់ដឹងទេប៉ុន្តែយើងអត់មានឧបករណ៍ហ្នឹងទេអញ្ចឹងពេលដែលត្រីអណ្ដែងជាប់ផ្លែសន្ទូចគឺយើងពិបាកក្នុងការចាប់វាមែនតើអញ្ចឹងជាមធ្យមត្រីអណ្ដែង10ក្បាលដែលជាប់នឹងផ្លែសន្ទូចគឺយើងបរាជ័យ5ក្បាលបាត់ទៅហើយដោយសារអីគឺវាដាច់មាត់ហាលទៅបាត់អញ្ចឹងយើងអត់បានដួសវាទេយើងប្រើដៃចាប់តែម្ដងហើយវាមានហានិភ័យទៀតពេលដែលយើងព្យាយាមចាប់វាយើងអាចនឹងមុតធ្មង់ត្រីអណ្ដែងធ្វើយើងចុកហើយបើសិនតែមុតត្រីអណ្ដែងហើយបងប្អូនបាទសន្ទូចក៏លេងចង់សារយកមកវិញដែរគឺរត់មកផ្ទះមុនហើយបងប្អូនពួកចុកកាលពីក្មេងគឺចាញ់ខ្លាំងណាស់ត្រីអណ្ដែងតែមុតហើយគឺបាយមិននឹកទឹកមិនរោគទេគឺពិបាកក្នុងខ្លួនហើយជាក់ស្ដែងសន្ទូចហ្នឹងគឺបងអូនខ្ញុំជាអ្នកដាក់ទេហើយចំណែកឯខ្ញុំមកហ្នឹងគឺមកដើម្បីថតវីដេអូទេហើយឃើញថាការដាក់សន្ទូចរបស់គាត់ហ្នឹងគាត់ដាក់រៀងរាល់ថ្ងៃបាទរៀងរាល់ល្ងាចហើយក្នុងមួយល្ងាចហ្នឹងគឺគាត់ធ្វើការលើកចំនួន3ដងបាទគឺពេលទី1គឺពេលដែលចាប់ផ្ដើមបិទនុយលើកទី1យើងបិទចប់យើងអាចលើកម្ដងបាទយើងដើរថយក្រោយមកយើងឃើញត្រីជាប់យើងធ្វើការដោះម៉ាសាហើយបិទនុយថែមបន្ទាប់មកយើងរងចាំរយៈពេលប្រហែលជា3ម៉ោងគឺយើងទៅធ្វើការលើកសន្ទូចម្ដងទៀតដើម្បីធ្វើការបិទនុយម៉ាសាទៀតបន្ទាប់ពីបិទនុយវគ្គទី2គឺយើងរងចាំ3ម៉ោងទៀតដើម្បីធ្វើការលើកម៉ាសាទៀតបាទយើងលើកម៉ាសាហ្នឹងហើយយើងបិទនុយចោលពេលព្រឹកទើបយើងធ្វើការលើក
សន្ទូចដោយមិនចាំបាច់បិទនុយអានឹងជាការលើកវគ្គចុងក្រោយហើយត្រីដែលជាប់ខ្លាំងគឺជាប់នៅពេលយប់នឹងឯងការលើកទី1លើកទី2ហើយលើកទី3នៅពេលព្រឹកហ្នឹងគឺភាគច្រើនគឺត្រីដាច់មាត់ដោយសារយើងទុកចោលយូរអញ្ចឹងត្រីមួយចំនួនវាដាច់មាត់ហែលទៅបាត់ឯមួយចំនួនទៀតអាចនឹងងាប់ឬក៏អាចក្តាមស៊ីហើយខែវស្សាអញ្ចឹងទឹកច្រើនអញ្ចឹងកន្លែងណាក៏មានត្រីដែរបងប្អូនកន្លែងណាក៏មានត្រីដែរប៉ុន្តែផលវិបាកនៃការដាក់សន្ទូចបើសិនជាយើងរាយនៅពេលល្ងាចឬក៏ពេលថ្ងៃវាមានការរំខានពីត្រីក្រាញ់ឬក៏ប្រភេទក្តាមប្រភេទត្រីតូចៗគឺធ្វើការបំបេះនុយអញ្ចឹងកាលណាបំបេះនុយទៅគឺយើងអត់ដាក់បានត្រីធំទេអញ្ចឹងបើយើងដាក់នៅពេលយប់គឺភាគច្រើនគឺត្រីអណ្ដែងត្រីផ្ទក់បាទវាចេញដើររកស៊ីនុយហើយជាទូទៅក្នុងការលើកសន្ទូចក្នុងការលើកម្ដងអាចបានត្រីប្រហែលជាខ្ទង់2គីឡូអាហ្នឹងករណីថាយើងដាក់បានជាធម្មតាជាមធ្យមណាបើបានខ្លាំងអាចបាន3គីឡូទៅបើសិនមិនបានសោះយ៉ាងហោចណាស់ក៏បាន1គីឡូដែរអញ្ចឹងក្នុងការដាក់សន្ទូចមួយយប់ពេលព្រឹកយើងនឹងប្រមូលត្រីហ្នឹងសរុបប្រហែលជាខ្ទង់ជាង5គីឡូអញ្ចឹង5គីឡូយើងដឹងហើយយើងមិនអាចហូបមកគ្រួសារយើងអស់ទេគឺយើងនឹងធ្វើការប្រមូលត្រីមួយចំនួនដើម្បីធ្វើការលក់ហើយបញ្ហាដែលប្រឈមនៅពេលដាក់សន្ទូចហ្នឹងទី1សម្រាប់អ្នកដែលខ្លាចឆ្លើងគឺពិបាកឆ្លងកាត់ឧបសគ្គព្រោះយើងត្រូវត្រាំទឹករហូតនេះយើងជិះទូកទេបើសិនជាយើងអត់ជិះទូកយើងត្រូវលុយទឹកបិទនុយសាសន្ទូចបាទលើកសន្ទូចហ្នឹងគឺយើងត្រាំទឹករហូតអញ្ចឹងអ្នកដែលមានបាទអ្នកដែលខ្លាចឆ្លើងគឺមិនអាចប្រឡូកក្នុងវិស័យដាក់សន្ទូចបានទេហ្នឹងទី1ទី2គឺសន្ទូចយើងដាក់បានខ្លាំងនៅពេលយប់ហើយបើអ្នកខ្លាចខ្មោចហ្នឹងក៏ទៅមិនរួចដែរបាទมันអាចទៅបានទេមួយវិញទៀតនៅពេលដែលយើងលើកសន្ទូចយើងមានកែវមានពិលសម្រាប់ខ្លួនឯងមួយប៉ុន្តែយើងអោនរហូតយើងអោនមើលនុយយើងមើលផ្លែយើងមើលត្រីយើងក៏បានមើលឆ្វេងមើលស្ដាំដែរអ្នកខ្លះក៏អាចវង្វេងគាត់ភ្លេចខ្លួនគាត់វង្វេងគាត់អត់ដឹងខាងណាជើងខាងណាត្បូងទេបើសិនតែកន្លែងជុំវិញខ្លួនគាត់អត់មានភ្លើងងឹតខ្លាំងគឺគាត់វង្វេងអាហ្នឹងករណីមានច្រើនដែរដែលដូចអ្នកឆ្លោះកង្កែបអញ្ចឹងណាគាត់ដើររកកង្កែបពេលយប់អញ្ចឹងគាត់ដើរគាត់អោនរហូតគាត់អត់បានមើលឆ្វេងស្ដាំដល់ពេលគាត់ងើបឡើងលើវិញគាត់អាចនឹងវង្វេងបាទអញ្ចឹងក្នុងវីដេអូហ្នឹងយើងបង្ហាញពីសកម្មភាពដែលយើងបិទនុយហើយរបៀបដែលយើងចាប់ត្រីដែលវាជាប់ផ្លែនៅក្នុងទឹកអញ្ចឹងយើងត្រូវមានលុបដើម្បីដួសបាទអញ្ចឹងបើសិនជាយើងមិនមានលុបទេយើងព្យាយាមចាប់ត្រីក្នុងទឹកច្បាស់ជាបាទ50ហើយបើត្រីតែងវិញអាចនឹងមុតដៃទៀតអញ្ចឹងឧបករណ៍យើងត្រូវមានឲ្យគ្រប់យើងត្រូវមានដូចជាកន្ត្រៃបាទយើងត្រូវមានលុបសំខាន់ជាងគេគឺកន្ត្រៃនិងលុបហ្នឹងឯងកន្ត្រៃដើម្បីកាត់ចន្លេនលុបដើម្បីដួសយកត្រីបោយកដៃរំវាធំបឹងអូតើtham bạc kê nè ở đây không có đây dân tham bạc kê chép được ta đất phải vậy mình làm tiền em xem tuổi bệnh ngược phải đánh nó vậy chập kín lại đầu con này chỉ cho nó con này mẹ thông vậy đây đầu lên đây như đừng
បាទហើយក្នុងការដាក់សន្ទូចនេះដែរគឺឃើញថាយើងទទួលបានត្រីជាច្រើនប្រភេទផងដែរអញ្ចឹងមានដូចជាត្រីផ្ទក់បាទមានត្រីអណ្ដែងច្រើនជាងគេគឺភាគច្រើនគឺត្រីអណ្ដែងហ្មងព្រោះវាចេញដើររស៊ីពេលយប់ហើយយើងទទួលបានត្រីតាអោនយើងទទួលបានត្រីស្លាតហើយយើងទទួលបានត្រីឆ្ពិនចំនួន2ក្បាលផងដែរហើយត្រីឆ្ពិនរបស់យើងហ្នឹងគឺពងពេញពោះតែម្ដងបាទហើយដូចខ្ញុំនិយាយខាងដើមអញ្ចឹងបាទរវល់តាអោនបាទយើងអោនអ្នកបាទដាក់សន្ទូចគាត់អោនបិទនុយគាត់អោនចាប់ត្រីទៅហើយខ្ញុំនេះអោនថតហើយចុងក្រោយគឺយើងធ្លាក់បាទធ្វើធ្លាក់ថ្នោលចេញពីទូកហើយអញ្ចឹងយើងក៏ខ្វះមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញផងដែរឥឡូវយើងមានតែស្នាចទេអញ្ចឹងយើងអត់មានថ្នោលសម្រាប់ដោលទូកយើងទេហើយយើងចង់បកក្រោយទៅរកវិញក៏មិនដឹងទៅរកកន្លែងណាឥឡូវមានតែចាំព្រឹកបាទយើងចាំព្រឹកចាំយើងមកសារសន្ទូចទៅហើយយើងនឹងដើររកថ្នោលឃើញដល់ឥឡូវយើងធ្វើការសរុបលទ្ធផលនៃការដាក់សន្ទូចរបស់យើងឃើញថាយើងទទួលបានត្រីច្រើនគួរសមដែរបាទខ្ទង់ប្រហែលជាបាទ3-4 គីឡូដែរហើយមានលាយឡំគ្នាជាច្រើនប្រភេទអញ្ចឹងយើងធ្វើការរើសបាទត្រីដើម្បីបំបែកត្រីមួយចំនួនដូចត្រីផ្ទក់ហើយនិងត្រីអណ្ដែងដើម្បីប្រោះទុកលក់ហើយត្រីមួយចំនួនទៀតគឺយើងធ្វើការយកទៅក្លាសេទុកដើម្បីវះប្រឡាក់បាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ចាំជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតអរគុណ